រុស្ស៊ីនិងអ៊ុយក្រែនដោះដូរឆ្លើយសឹកជាង300នាក់ក្រោយលោកត្រាំជួបជាមួយលោកពូទីនរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើការដោះដូរទាហានចំនួន372នាក់ស្របតាមកិច្ចព្រមព្រៀងនៃការដោះដូរឆ្លើយសឹកដែលមានការសម្របសម្រួលដោយអារ៉ាប់រួមនេះបើតាមការជូនដំណឹងពីអ្នកនាំពាក្យរដ្ឋាភិបាលទីក្រុងមូស្គូនិងទីក្រុងគៀវកាលពីថ្ងៃពុធទី19ខែមីនាការដោះដូរអ្នកទោសនិងការដោះដូរអធិធាតុទាហានដែលបានស្លាប់គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរតាំងពីរុស្ស៊ីចាប់ផ្ដើមការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនកាលពីឆ្នាំ2022មករដ្ឋាភិបាលវិមានក្រមលាំងបានប្រកាសថាការផ្លាស់ប្ដូរឆ្លើយសឹកកាលពីថ្ងៃអង្គារគឺធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សារវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងសមាភិកីរុស្ស៊ីលោក Vladimir Putin បានបញ្ចប់ទៅជាមួយគ្នានេះក្រសួងការពិជាតិរុស្ស៊ីបាននិយាយថាខ្លួនបានប្រគល់អ្នកទោសសង្គ្រាមរបស់អ៊ុយក្រែនត្រឡប់ទៅវិញចំនួន175នាក់ដែលក្នុងនោះ22នាក់រងរបួសធ្ងន់ធ្ងរខណៈដែលទីក្រុងគៀវបានប្រគល់អ្នកទោសសង្គ្រាមរបស់រុស្ស៊ី175នាក់ត្រឡប់ទៅវិញចំណែកឯប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសម្ដែងការត្រេកអរយ៉ាងខ្លាំងចំពោះការដោះដូរឆ្លើយសឹកនិងការទទួលបានទាហានស្មោះស្ម័គ្រត្រឡប់មកមាតុភូមិវិញលោក Zelensky បាននិយាយដែរថាទាហានជនជាតិអ៊ុយក្រែនដែលបានត្រឡប់មកវិញកាលពីថ្ងៃពុធជាទាហានដែលបានចូលប្រយុទ្ធនៅទីក្រុង Mariupol ភាគខាងត្បូងដែលត្រូវបានឡោមព័ទ្ធពីសំណាក់កងកម្លាំងរុស្ស៊ីកាលពីអំឡុងដើមខែកន្លងទៅ